អ្នកទាំងអស់គ្នាធ្លាប់ឮពាក្យថាយើងត្រូវសន្សំលុយនៅពេលដែលយើងអត់មានលុយសន្សំបាទបើស្ដាប់មើលទៅរៀងឆ្កងហ្នឹងត្រូវអត់មានលុយសន្សំផងធ្វើមិនសន្សំលុយបានបាទអ្នកណាខ្លះដែលមានគំនិតចង់សន្សំលុយប៉ុន្តែអត់មានលុយសន្សំថ្ងៃនេះខ្ញុំនឹងប្រាប់អំពីបញ្ហានិងដំណោះស្រាយដើម្បីយើងអាចសន្សំលុយបានបាទជាទូទៅបញ្ហាគឺត្រង់ដែលយើងគិតគឺយើងអត់មានលុយសន្សំមានន័យថាចំណូលរបស់យើងតិចគ្រាន់តែចំណាយប្រចាំខែវាអត់សឹងតែមិនគ្រប់គ្រាន់សម្រាប់យើងមានលទ្ធភាពក្នុងការដកលុយសន្សំបាទអាហ្នឹងគឺជាគំនិតទូទៅឬក៏ជាអ្វីដែលយើងយល់ឃើញទូទៅអញ្ចឹងណាបាទសម្រាប់ខ្ញុំបើសិនជាយើងអត់លុយសន្សំមានតែករណីមួយដែលវា 100% គឺយើងអត់មានលុយសន្សំហ្មងគឺយើងអត់មានប្រាក់ចំណូលបាទយើងអត់មានចំណូលជាប្រចាំខែឬប្រចាំថ្ងៃអញ្ចឹងទៅបើសិនជាយើងអត់មានប្រាក់ចំណូលទេគឺប្រកាសណាស់គឺយើងអត់មានលុយសន្សំទេប៉ុន្តែបើយើងមានប្រាក់ចំណូលដែរតែប្រាក់ចំណូលនឹងតិចវាធ្វើឲ្យយើងរស់បានត្រឹមមួយថ្ងៃអញ្ចឹងណាអញ្ចឹងវានៅតែមានវិធីក្នុងការឲ្យយើងអាចសន្សំលុយបានបាទអញ្ចឹងមុននឹងចូលទៅដល់ចំណុចលម្អិតខ្ញុំចង់លើកអំពីបញ្ហាដែលធ្វើឲ្យយើងមិនអាចសន្សំលុយបានបាទការគិតងាយៗអំពីបញ្ហាគឺដោយសារតែប្រាក់ចំណូលយើងតិចពិបាកឲ្យយើងដកលុយសន្សំបានអញ្ចឹងអានឹងគឺជាបញ្ហាទូទៅដែលមនុស្សទូទៅគាត់គិតថាវាជាបញ្ហាបាទតែសម្រាប់ខ្ញុំយល់ឃើញថាបញ្ហាដែលធំគឺមិនអត់លុយសម្រាប់សន្សំទេបញ្ហាដែលធំគឺជាការអត់មានទម្លាប់ក្នុងការសន្សំលុយបាទមានន័យថាយើងអត់ដែលមានទម្លាប់សន្សំលុយពីមុនមកស្រាប់តែគិតចង់សន្សំលុយក៏រៀងពិបាកដែរបាទបញ្ហាទី2គឺតកតងជាមួយនឹងបទពិសោធន៍ពីមុនដែរបាទយើងអត់មានទម្លាប់យើងអត់មានបទពិសោធន៍ក្នុងការសន្សំលុយពីមុនពិបាកឲ្យយើងធ្វើវាបានវារៀងលំបាកព្រោះយើងធ្វើទៅវាអាចនឹងបរាជ័យបាទបញ្ហាទី3ពាក់ព័ន្ធជាមួយនឹងក្តីរំពឹងឬក៏យើងរំពឹងលទ្ធផលដែលយើងចង់បាននឹងវាធំហួសពីស្ថានភាពរបស់យើងបច្ចុប្បន្នឧទាហរណ៍យើងចង់សន្សំលុយឲ្យបាន$10000ទាំងដែលយើងអាចរកចំណូលក្នុងមួយខែបានត្រឹមតែ$200ទៅ$300អញ្ចឹងបើយើងសរុបប្រាក់ខែយើងទៅគឺមួយឆ្នាំវាអត់ដល់$10000អញ្ចឹងប្រកាសណាស់គឺអត់អាចសន្សំលុយបាន$10000ក្នុងមួយឆ្នាំនោះទេបាទអញ្ចឹងនៅពេលដែលយើងគិតថាបើអត់បានដូចអ្វីដែលយើងរំពឹងផងអញ្ចឹងបាច់សន្សំទេបាទអានឹងគឺជាបញ្ហាដែលតកតងជាមួយនឹងក្តីរំពឹងបាទអញ្ចឹងបញ្ហាដែលខ្ញុំលើកមកនេះគឺជាមូលហេតុដែលយើងពិបាកក្នុងការសន្សំលុយបាទអាចថានៅមានចំណុចផ្សេងទៀតប៉ុន្តែខ្ញុំសូមលើកតែចំណុចសំខាន់ទាំង3នេះបាទអញ្ចឹងអ្នកទាំងអស់គ្នាបានដឹងអំពីបញ្ហាហើយបញ្ហាដែលជាគោលហ្មងគឺអ្នកទាំងអស់គ្នាយល់ថាប្រាក់ខែយើងតិចចំណូលយើងតិចយើងអាចសន្សំលុយបានព្រោះយើងបានត្រឹមតែរស់បាទអ្នកទាំងអស់គ្នាធ្លាប់ឮពាក្យថាយើងត្រូវសន្សំលុយនៅពេលដែលយើងអត់មានលុយសន្សំបាទបើស្ដាប់មើលទៅរៀងឆ្កងហ្នឹងត្រូវអត់មានលុយសន្សំផងធ្វើមិនសន្សំលុយបានខ្ញុំបានអានសៀវភៅមួយដែលរំលេចនៅពាក្យនឹងឡើងអញ្ចឹងធ្វើឲ្យខ្ញុំយល់ឃើញថាវាជាពាក្យមួយដែលត្រឹមត្រូវបំផុតបាទព្រោះនៅពេលដែលយើងអត់មានលុយសន្សំយើងត្រូវតែព្យាយាមសន្សំលុយឲ្យបានទៅបាទទោះបីជាវាតិចក្តីច្រើនក្តីតែយើងត្រូវតែមានលុយសន្សំបាទត្រូវតែហ៊ានដកនៅប្រាក់ដើម្បីសន្សំជាទូទៅបើសិនជាអ្នកទាំងអស់គ្នាយល់ថាចំណូលរបស់យើងតិចយើងមិនអាចដកលុយសន្សំបានទេខ្ញុំមានវិធីសាស្ត្រខ្លះដើម្បីឲ្យអ្នកទាំងអស់គ្នាអាចយកទៅពិចារណាឬក៏យកទៅអនុវត្តបាទអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងថាតើចំណូលរបស់អ្នកទាំងអស់គ្នាក្នុងមួយខែបានប្រមាណហើយយើងគណនាចំណាយឲ្យបានដឹងពីចំណាយប្រចាំថ្ងៃថាតើក្នុងមួយថ្ងៃយើងចាយអស់ប្រមាណបាទបន្ទាប់ពីយើងដឹងចំណាយប្រចាំថ្ងៃហើយអ្នកទាំងអស់គ្នាគណនាអំពីចំណាយដែលយើងអាចដកចេញបានបាទអញ្ចឹងឧទាហរណ៍ចំណាយរបស់យើងមានអីច្រើននេះទៅអាហារពេលព្រឹកអាហារពេលថ្ងៃអាហារពេលល្ងាចអញ្ចឹងទៅហើយនឹងទិញអីផ្សេងទៅបាទអញ្ចឹងបើសិនជាអ្វីដែលត្រូវកាត់មុនគេគឺទិញអីផ្សេងហ្នឹងឯងដែលវាមិនចាំបាច់បាទបើសិនជាអ្នកទាំងអស់គ្នាអត់មានអាហ្នឹងទេយើងមានគ្រាន់តែថាអូខេបានចំណាយអាហារ3ពេលអញ្ចឹងអ្នកទាំងអស់គ្នាត្រូវគិតឡើងវិញថាតើអាហារ3ពេលយើងអាចសន្សំវាបានរបៀបណាឧទាហរណ៍បើសិនជាយើងដកចំណាយ3ពេលហ្នឹងមានថាអាហារ3ពេលហ្នឹងយើងទិញគេទាំង3ពេលអញ្ចឹងអ្នកទាំងអស់គ្នាត្រូវគិតអំពីវិធីសាស្ត្រអូខេយើងអាចធ្វើខ្លួនឯងឲ្យបាន2ពេលមានន័យថាអាហារ2ពេលសម្រាប់យើងពេលព្រឹកឬក៏ពេលថ្ងៃគឺយើងធ្វើខ្លួនឯងហើយពេលល្ងាចចាំយើងទិញគេឬក៏យើងអាចធ្វើវាទាំង3ពេលហ្មងមានថាធ្វើម្ដងសម្រាប់យើងញ៉ាំ3ពេលអញ្ចឹងណាអញ្ចឹងក៏វាអាចជាចុចដំណោះស្រាយក្នុងការសន្សំបានដែរឬក៏ពេលល្ងាចយើងធ្វើខ្លួនឯងទៅពេលព្រឹកយើងធ្វើពីល្ងាចទុកអញ្ចឹងទៅបាទអញ្ចឹងគឺជាវិធីសាស្ត្រមួយក្នុងការដកលុយសន្សំបានបាទយើងធ្វើខ្លួនឯងយើងចំណាយតិចជាងការដែលយើងចំណាយលុយទិញគេប៉ុន្តែយើងត្រូវចំណាយពេលវេលាបាទ
អញ្ចឹងជាវិធីសាស្ត្រមួយដែរនៅពេលដែលយើងជាយាមក្នុងការកាត់បន្ថយចំណាយអញ្ចឹងនៅពេលដែលយើងកាត់បន្ថយចំណាយណាបានចំណាយនោះគឺជាប្រាក់សន្សំរបស់យើងបាទអញ្ចឹងអ្វីត្បិតតែវាតិចប៉ុន្តែនេះជាចំណុចចាប់ផ្ដើមក្នុងការបង្កើតទម្លាប់ដើម្បីយើងអាចឈានទៅដល់ការមានលុយសន្សំកាន់តែច្រើនបាទនៅពេលដែលយើងមានដើមទុនប្រាក់សន្សំហើយយើងអាចយកវាទៅប្រើប្រាស់សម្រាប់បង្កើនប្រាក់ចំណូលយើងនាពេលខាងមុខបានអញ្ចឹងសំខាន់យើងមានទម្លាប់ក្នុងការសន្សំលុយហើយបាទអញ្ចឹងចំណុចសំខាន់គឺមិនមែនអត់ប្រាក់សន្សំទេចំណុចសំខាន់គឺយើងត្រូវការបង្កើតទម្លាប់ឲ្យបានសម្រាប់ក្នុងការសន្សំលុយទោះបីជាការសន្សំវាតិចក្តីច្រើនក្តីបាទតិចតួចយ៉ាងណាក៏យើងត្រូវការព្យាយាមបង្កើតទម្លាប់ក្នុងការសន្សំលុយដែរបាទអញ្ចឹងនេះគឺជាបញ្ហាហើយនឹងដំណោះស្រាយដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាបាទព្រោះអីបញ្ហារឿងសន្សំលុយវាមិនមែនប្រកាសថារឿងយើងអត់មានលុយសន្សំគឺខ្ញុំគិតថាបញ្ហាធំគឺយើងអត់មានទម្លាប់ក្នុងការសន្សំលុយហើយចំណុចមួយទៀតគឺអ្វីដែលយើងគិតថាសន្សំតិចតិចអញ្ចឹងកាលបានមានឬក៏មានលុយច្រើនទៅបាទយូរទៅបើសិនជាយើងអត់មានចាប់ដើមសន្សំពីលុយតិចហ្នឹងទេធ្វើឲ្យយើងមានលុយច្រើនសន្សំត្រូវបាទហ្នឹងគឺជាអ្វីដែលខ្ញុំចង់ដាស់តឿនអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាចង់សន្សំលុយហើយគិតថាយើងអត់មានលុយសន្សំបាទអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានមតិយោបល់ផ្សេងសូមចូលរួមចែករំលែកនៅក្នុង comment ហើយបើសិនជាអ្នកទាំងអស់គ្នាយល់ថាអ្វីដែលខ្ញុំលើកឡើងវាសមហេតុផលអាចយកទៅអនុវត្តបានសូមយកទៅអនុវត្តហើយបើសិនជាគិតថាវាមានអត្ថប្រយោជន៍សូមជួយចែករំលែកទៅកាន់អ្នកផ្សេងដើម្បីឲ្យគាត់ដឹងពីវិធីសាស្ត្រនិងបញ្ហាក្នុងការរៀបចំប្រាក់ដើម្បីសន្សំបាទអរគុណច្រើន